នាងខ្ញុំសូមបកស្រាយថាហេតុអីបានជាជំងឺបួនទង់វះកាត់ហើយតែងតែរើលប់ឡើងវិញជម្រាបសួរសូមស្វាគមន៍មកកាន់គេហទំព័រអេគីវីដេអូសុខភាពដែលកម្មវិធីយើងខ្ញុំតែងតែមានការអញ្ជើញចូលរួមពីក្រុមវិជ្ជបណ្ឌិតឯកទេសជំនាញដូច្នេះថ្ងៃនេះក៏មិនខុសពីសប្តាហ៍រាល់ដងដែលមានការអញ្ជើញចូលរួមពីលោកស្រីវិជ្ជបណ្ឌិតថាវស៊ីដានីនឯកទេសផ្នែកថ្លើមប្រពះពោះវៀននិងរឹសដងបាតនិងវះកាត់ជំងឺរុនបាតអញ្ជើញចូលរួមបកស្រាយក្រោមប្រធានបទមូលហេតុនៃការលាប់ឡើងវិញនៃជំងឺបោះអន្ទង់ក្រោយការវះកាត់ជំរាបសួរលោកស្រីចាជំរាបសួរសុខសប្បាយចាសុខសប្បាយអញ្ចឹងបងប្អូនយើងគាត់មានជាចម្ងល់ថាតើរោគសញ្ញាណាខ្លះដែលយើងគិតថាឬក៏អាចរាប់បញ្ចូលថាវាជារោគសញ្ញានៃការលាប់ឡើងវិញនៃជំងឺបោះអន្ទង់តាមការពិតទៅតកតងទៅនឹងរោគសញ្ញានៃជំងឺបួនទង់អ្នកដែលគាត់ថាតែងតែវះកាត់ហើយរើលាប់ឡើងមកវិញហ្នឹងរោគសញ្ញាគឺមានពីរសំខាន់ទី1សំខាន់ជាងគេគឺតែការដែលមានហូរទឹករងៃឬក៏ហូរខ្ទុះជាប្រចាំទី2គឺការឈឺចាប់អញ្ចឹងរោគសញ្ញាទាំងពីរនេះគឺជារោគសញ្ញារបស់បួនទង់ផ្ទាល់តែម្ដងទោះបីជាគាត់ធ្លាប់វះហើយក៏ដោយតែកាលណាមានរោគសញ្ញាទាំងពីរនេះមានន័យថាបួនទង់របស់គាត់គឺមិនទាន់បានជាដាច់នៅឡើយទេចាអញ្ចឹងមួយវិញទៀតថាតើមូលហេតុអ្វីបានជាបួនទង់វះកាត់ហើយនៅតែអាចលាប់ឡើងវិញនាងខ្ញុំសូមបកស្រាយថាហេតុអីបានជាជំងឺបួនទង់វះកាត់ហើយតែងតែរើលាប់ឡើងវិញប្រហែលជាមានបងប្អូនមួយចំនួនគាត់មានការយល់ច្រឡំទាក់ទងទៅនឹងការវះកាត់ជំងឺបួនទង់ពីព្រោះការវះកាត់ជំងឺបួនទង់គឺមានពីរប្រភេទទី1គឺយើងវះកាត់យកតែខ្ទុះចេញមានន័យថាយើងគ្រាន់តែចោះពីខាងក្រៅដើម្បីបង្ហូរខ្ទុះចេញវិធីនេះត្រូវបានគេធ្វើឡើងនៅពេលដែលបោសកំពុងតែហើមខ្លាំងកំពុងតែមានខ្ទុះពេញនៅខាងក្នុងអញ្ចឹងជាជំរើសគឺយើងត្រូវវះកាត់នៅក្នុងការបង្ហូរខ្ទុះសិនបន្ទាប់ពីហូរខ្ទុះអស់ទើបយើងធ្វើការវះកាត់យករហូតដល់ឫសគល់ដែលនៅខាងក្នុងដោយដែលនាងខ្ញុំធ្លាប់បកស្រាយការពីក្នុងវីដេអូមុនដែរធម្មតាបោះអន្ទង់មានប្រភពឫសគល់នៅផ្នែកខាងក្នុងដែលជាឫសគល់របស់វាអញ្ចឹងប្រសិនបើយើងមិនបានវះយកឲ្យដល់ឫសគល់របស់វានៅផ្នែកខាងក្នុងទេទោះបីជាយើងចោះបង្ហូរខ្ទុះក៏ដោយវាតែងតែអាចនឹងរើលាប់ឡើងវិញការវះកាត់យកឫសគល់នៅផ្នែកខាងក្នុងគឺជាកត្តាសំខាន់ជាងគេក្នុងការព្យាបាលជំងឺបួនទង់ដើម្បីឲ្យជាសះស្បើយនិងមិនរើលាប់ឡើងវិញហើយបន្ទាប់ពីវះកាត់យកឫសគល់នៅផ្នែកខាងក្នុងកត្តាដែលសំខាន់ដែលជួយឲ្យមុខរបួសរបស់គាត់ជាសះស្អាតល្អនិងមិនរើលាប់ឡើងវិញនោះគឺការថែទាំសម្អាតមុខរបួសឲ្យបានស្អាតល្អក៏ដូចជាការណាត់តាមដានជាមួយនឹងគ្រូពេទ្យដើម្បីតាមដានការវិវត្តនៃការជាសះរបស់បួនទង់ពីព្រោះការជាសះមួយចំនួនគឺសះតែស្បែកខាងលើមានន័យថាសាច់នៅខាងក្នុងមិនបានដុះពេញល្អនេះហើយដែលជាកត្តាធ្វើឲ្យជំងឺរបស់គាត់រើលាប់ឡើងមកវិញដែលជាហេតុធ្វើឲ្យបួសរបស់គាត់ព្យាបាលមិនចេះជាសះស្បើយចាអញ្ចឹងចង់គោរពសួរលោកស្រីមួយទៀតថាតើយើងធ្វើយ៉ាងណាដើម្បីព្យាបាលជំងឺបោះអន្ទង់ម្ដងឲ្យជាដាច់ចាតាមការពិតទៅជំងឺបួសអន្ទង់ការព្យាបាលសំខាន់ជាងគេគឺការវះកាត់ដោយដែលយើងបានដឹងហើយក៏ប៉ុន្តែការវះកាត់មិនមែនត្រឹមតែវះបង្ហូរផ្ទុះពីខាងក្រៅនោះទេគឺតម្រូវយើងវះរហូតដល់ឫសគល់ដែលនៅផ្នែកខាងក្នុងហើយការវះកាត់ពេលខ្លះអាចត្រូវធ្វើ2ទៅ3ដងតែពេលខ្លះក៏អាចមិនត្រូវធ្វើម្ដងដូចគ្នាវាអាស្រ័យទៅថាតើបួសអន្ទង់របស់គាត់នោះវាស៊ីចូលជ្រៅកម្រិតប៉ុណ្ណាដែរហើយតកតងទៅនឹងការវះបើសិនជាយើងចង់ឲ្យមុខរបួសសះបានស្អាតល្អហើយមិនរើលាប់ឡើងវិញកត្តាសំខាន់ជាងគេគឺការថែទាំមុខរបួសការលាងសម្អាតមុខរបួសទៅតាមការណែនាំរបស់គ្រូពេទ្យហើយទី2មួយទៀតគឺការដែលយើងមកតាមដានមុខរបួសតាមការណាត់របស់គ្រូពេទ្យចាអញ្ចឹងចង់សួរលោកស្រីជាចុងក្រោយថាតើលោកស្រីមានជាសារផ្ដាំផ្ញើអ្វីទៅដល់បងប្អូនប្រជាពលរដ្ឋយើងក្នុងការថែរក្សាក៏ដូចជាតាមដានរបួសរបស់បួនទង់ក្រោយការវះកាត់ដើម្បីកុំឲ្យវាមានបញ្ហារើលាប់ឡើងវិញចាសារផ្ដាំផ្ញើសំខាន់ជាងគេគឺសូមគោរពតាមការណែនាំរបស់គ្រូពេទ្យអ្វីដែលសំខាន់គឺតកតងទៅនឹងការថែទាំសម្អាតមុខរបួសហើយក៏ដូចជាមកតាមដានរៀងរាល់ពេលដែលគ្រូពេទ្យណាត់តាមដានដោយដែលនាងខ្ញុំបាននិយាយអញ្ចឹងពីព្រោះបើសិនជាយើងមិនបានតាមដានការវិវត្តរបស់មុខរបួសនោះទេមុខរបួសអាចនឹងសះខុសបច្ចេកទេសដែលជាហេតុធ្វើឲ្យមុខរបួសនោះមិនសះឬមួយក៏សះហើយតែជាចេញជារោគសញ្ញាបួសឡើងវិញចាអញ្ចឹងពីកម្មវិធីអេគីវីដេអូសុខភាពថ្ងៃនេះអនុញ្ញាតសូមអរគុណសូមគោរពលា